សៀមបានឈ្លានពាននិងរំលោភលើបទឈប់បាញ់និងបានបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាម្ដងហើយម្ដងទៀតសំឡេងគ្រាប់កាំភ្លើងលាន់ឮសន្ធឹកតាមដងជួរភ្នំនាបណ្ដោយព្រំបែនកម្លាំងយោធាខ្មែរបានតស៊ូទប់ទល់ការពារដែនដីប្រាសាទខ្មែរពីមហិច្ឆតាឈ្លានពានរបស់ចៅសៀមជាទាហានជួរមុខកំពុងនៅក្នុងលេនដ្ឋានដៃកាន់កំភ្លើងប្រយុទ្ធជាមួយសត្រូវទាំងសភាពហត់អស់កម្លាំងណាមួយនឹកនានិងបារម្ភដល់គ្រួសារប្រពន្ធកូនដែលត្រូវចាកឆ្ងាយពីផ្ទះភៀសសឹកទៅទីកន្លែងសុវត្ថិភាពពេលនេះយោធាយើងគ្មានអ្វីក្រៅពីប្រឹងប្រយុទ្ធការពារដែនដីគ្រួសារនិងប្រជាជនផងដែរសំឡេងយន្តហោះចម្បាំងរបស់ចៅសៀមបានហោះចូលក្នុងដែនដីរបស់កម្ពុជាដែលនេះជាទង្វើឈ្លានពានដ៏សាហាវព្រៃផ្សៃនិងគួរឲ្យស្អប់ខ្ពើមបំផុតស្របពេលដែលយោធាខ្មែរកំពុងខំស្មៅតស៊ូប្រយុទ្ធទប់ទល់ជាមួយសត្រូវប្រជាជនកម្ពុជាជាច្រើនគ្រួសារបានជម្លៀសចេញពីផ្ទះពីស្រុកកំណើតទៅទីកន្លែងសុវត្ថិភាពសំឡេងក្មេងស្រែកយំចាស់ជរាកំពុងលំបាកតស៊ូចាកចេញពីផ្ទះទាំងអារម្មណ៍សោកសៅខ្វះខាតទាំងស្បៀងអាហារលំបាកទាំងការស្នាក់នៅស្របពេលនេះដែរកម្លាំងសាមគ្គីរបស់ប្រជាជនកម្ពុជាទូទាំងរាជធានីខេត្តបានប្រាំងប្រែងសាមគ្គីចែករំលែកប្រមូលថវិកាស្បៀងអាហារសម្ភារៈប្រើប្រាស់ទៅកាន់វីរៈកងទ័ពជួរមុខនិងផ្ដល់ជាជំរកបណ្ដោះអាសន្នដល់ជនភៀសសឹកផងដែរកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងឈរជើងយ៉ាងរឹងមាំនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារទឹកដីរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហានដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយយើងសូមគោរពដឹងគុណនិងកាន់ទុក្ខជូនចំពោះវីរៈកងទ័ពដែលបានពលីនៅក្នុងសង្គ្រាមការពារទឹកដីរបស់យើងកូនខ្មែរត្រូវចងចាំនៅទង្វើឈ្លានពានរបស់ចៅសៀមមកលើកម្ពុជាយើងចូលរួមពហិការឈប់ប្រើផលិតផលរបស់ចៅសៀមទន្ទឹមនឹងនេះផងដែរយើងត្រូវប្រឹងប្រែងដើម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងព្រោះមានតែយើងខ្លាំងទេទើបគេព្រមជួយនិងមិនហ៊ានឈ្លានពានយើងសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់